សម្រាប់ក្នុងអង្រឹងរាងកាយស្ដោកស្ដឹងដោយសារជំងឺគាំងបេះដូងបុរសជាជនរងគ្រោះម្នាក់បានសម្រាកសម្រានក្នុងអង្រឹងរាងកាយស្ដោកស្ដឹងស្លាប់ដោយគាំងបេះដូងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រពន្ធកូនហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 15:00 នាទីថ្ងៃទី 26 ខែមករាឆ្នាំ 2026 នៅចំណុចក្នុងអង្រឹងលើផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិស្វាយជ្រុំសង្កាត់ស្វាយជ្រុំក្រុងអរិយខ្សាត់ខេត្តកណ្ដាលប្រពន្ធពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាសពបុរសជនរងគ្រោះមានឈ្មោះណប់ណាតអាយុ56ឆ្នាំជនជាតិខ្មែរមុខរបរកសិករក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមលោកអធិការបានបញ្ជាឲ្យលោកអធិការរងទទួលការងារយុតិធធនិងកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុសហការជាមួយលោកគ្រូពេទ្យព្រមទាំងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យករណីមនុស្សស្លាប់ដល់លំនៅឋានរបស់ជនរងគ្រោះតាមការបំភ្លឺរបស់ឈ្មោះកែវធីបភេទស្រីអាយុ57ឆ្នាំជនជាតិខ្មែរមុខរបរកសិករត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានឲ្យសមត្ថកិច្ចយើងដឹងថាកន្លងមកប្តីរបស់គាត់មិនដែលមានជំងឺប្រចាំកាយអ្វីនោះទេទើបតែថ្ងៃទី24ខែមករាឆ្នាំ2026ជនរងគ្រោះបានប្រាប់ប្រពន្ធថាមិនសូវស្រួលខ្លួនប្រពន្ធក៏បានទៅជួលគេឲ្យមកកោសខ្យល់ឲ្យពេលកោសខ្យល់រួចប្តីរបស់គាត់ក៏បានធូរស្រាលជាធម្មតានិងបានដើរធ្វើការងារដូចរាល់ដងហើយនៅមុនពេលកើតហេតុជនរងគ្រោះបានឡើងទៅចងអង្រឹងសម្រាកនៅលើផ្ទះតូចដូចសពមួយដងលុះស្ងាត់យូរពេកមិនឃើញប្តីចុះមកក្រោមប្រពន្ធក៏បានឡើងទៅហៅផងគោះទ្វារផងតែមិនឮប្តីឆ្លើយតបដោយទ្វារមានចាក់គន្លឹះខាងក្នុងទើបប្រពន្ធបានហៅកូនប្រុសឈ្មោះណាតជំនុនឲ្យមកជួយហៅតែមិនឮឪពុកឆ្លើយតបដដែលទើបកូនប្រុសសម្រេចធាក់ទ្វារឲ្យរបើកក៏ឃើញឪពុកដេកស្លាប់នៅក្នុងអង្រឹងបាត់ទៅហើយបន្ទាប់មកក៏បានរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចចុះមកត្រួតពិនិត្យក្រោយសមត្ថកិច្ចជំនាញពិនិត្យយ៉ាងម៉ត់ចត់ល្អិតល្អន់ទៅលើសពជនរងគ្រោះនិងយោងលោកគ្រូពេទ្យបានដាក់សេចក្តីសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយគាំងបេះដូងរួចសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីរាយការណ៍ពីនាងខ្ញុំចន្ទ្រា TV5 Online News